ពិភពលោកមានកីឡាករល្បីៗជាច្រើនប៉ុន្តែមានតែពីរនាក់ប៉ុណ្ណោះដែលបានក្លាយជារូបសញ្ញានៃសតវត្ស Cristiano Ronaldo និង Lionel Messi Ronaldo កើតនៅកោះតូចមួយឈ្មោះ Madeira ប្រទេសប៉ូទុយហ្គាល់គាត់ជាកុមារក្រីក្រម្នាក់ដែលគ្រួសារតូចៗរស់នៅក្នុងផ្ទះតូចលើភ្នំតែគាត់មានបេះដូងធំជាងគេបេះដូងមនុស្សដែលមិនធ្លាប់ដាក់ចិត្តចុះចាញ់ឡើយគាត់ចាប់ផ្ដើមគ្រាប់បាល់ពីតូចៗនិងដំណើរដោយសុបិនថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាម្ចាស់ពានលើសគេចំណែកឯមេស៊ីកើតនៅ Rosario ប្រទេសអាហ្សង់ទីនតូចជាងមិត្តភក្តិព្រោះសរីរាង្គរបស់គាត់មានបញ្ហាគាត់ត្រូវបានវិជ្ជាបណ្ឌិតនិយាយថាមិនអាចលេងបាល់ទាត់ដោយមនុស្សធម្មតាបានឡើយប៉ុន្តែគាត់មិនចូលចិត្តពាក្យថាមិនអាចទេដោយសារក្តីស្រឡាញ់បាល់ទាត់គាត់ព្យាយាមរាល់ថ្ងៃហើយគ្រួសាររបស់គាត់បានខិតខំចំណាយថវិកាច្រើនដើម្បីព្យាបាលគាត់ឲ្យលូតលាស់បានដូចគេនៅអាយុត្រឹមតែ13ឆ្នាំមេស៊ីត្រូវបានបាសេឡូណាទទួលចូលរួមក្នុងបណ្ដុះបណ្ដាលយុវជនគាត់ចាក់ចេញពីប្រទេសកំណើតដើម្បីរកសុបិននៅអឺរ៉ុបពេលនោះគាត់គ្រាន់តែជាក្មេងតូចម្នាក់ដែលមានបាល់ជាអ្នកមិត្តល្អបំផុតនៅខាងម្នេះទៀត Ronaldo ក៏បានចាប់ផ្ដើមឡើងជោគជ័យ Sporting Lisbon បានផ្ដល់ឱកាសឲ្យគាត់បង្ហាញសមត្ថភាពហើយក្នុងការប្រកួតមួយទល់នឹង Manchester United គាត់បានធ្វើឲ្យ Sir Alex Ferguson ចាប់អារម្មណ៍ជាមួយនឹងជំនាញដ៏អស្ចារ្យទាំងអស់នេះធ្វើឲ្យគាត់ត្រូវបានហៅទៅចូលរួមក្នុងក្រុម Manchester United នៅអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះដូច្នេះពីកុមារភាពក្រីក្រនិងជីវិតពិបាកទាំង Ronaldo និង Messi បានបង្ហាញថាការខិតខំប្រឹងប្រែងអាចផ្លាស់ប្ដូរប្រវត្តិមនុស្សម្នាក់បានពួកគេបានបើកទ្វារទៅសម័យថ្មីនៃបាល់ទាត់ពេលវេលាដែលពិភពលោកទាំងមូលនឹងស្គាល់ថាសតវត្សនេះមានតែពីរនាក់ដែលលើសគេគឺ Ronaldo និង Messi